ដោយតែបានសន្យាថាខ្ញុំនឹងនិយាយអំពីបូមរបស់ KTM ដោយសារតែវីដេអូមុនហ្នឹងខ្ញុំនិយាយឲ្យសូវបានក្បោះក្បាយតទៅនឹងបូមណាដែលពីមុនខ្ញុំធ្វើវីដេអូនិយាយពីការបាញ់បូមអញ្ចឹងមានបងប្អូនមួយចំនួនក៏មានការចាក់អារម្មណ៍ឆាប់មកសួរខ្ញុំដែរតទៅនឹងបញ្ហាបងហេតុអីបានមកអញត្រូវបាញ់បូមអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំមកស្រាវជ្រាវថតហ្នឹងដោយសារតែប្រភេទ KTM គឺបូមរបស់វាគឺមានអាយុកាលកំណត់ប្រើប្រាស់chứ mà mình chơi tạiប្រើហើយក៏យើងមិនចេះតែជីគ្រប់បានសារណភាពផ្លូវទេដោយសារតែបងរបស់ KTM គឺអាយុកាលកំណត់វាគឺបានត្រឹម5ទៅ6ឆ្នាំបើសិនណាយើងចេះថែបានរហូតទៅដល់7ឆ្នាំតាមដែលសារណភាពផ្លូវដែលយើងជិះហើយមូលហេតុដែលពីមុនដែលខ្ញុំបាញ់បូមហ្នឹងគឺមកពីមូលហេតុខ្ញុំលាងទឹកវាស្អាតហើយខ្ញុំក៏សម្រេចចិត្តថាបាញ់ដើម្បីឲ្យវាមានសំណឹកមកឲ្យវាមានភាពរអិលតែតូនជាមួយនឹងបូមណាអញ្ចឹងបើសិនណាជាយើងជិះផ្លូវឆ្ងាយច្រើនឬក៏យើងជិះផ្លូវដែលមានស្ថានភាពផ្លូវកលុកច្រើនអញ្ចឹងវាប៉ះពាល់ដល់បូមធ្វើឲ្យបូមហ្នឹងធ្វើការធ្ងន់អញ្ចឹងបើសិនណាយើងអត់មានវិធានការក្នុងការសម្អាតវាធ្វើឲ្យម៉ូតូហ្នឹងយូរទៅបូមក៏វាមានដីចូលកាន់តែច្រើនកាលណាដីចូលបូមច្រើនអាហ្នឹងធ្វើឲ្យបូមហ្នឹងវារត់អត់សូវស្រួលទេវាមានអារម្មណ៍ថាវាហប់ដែរស្រាប់តែមានធូលីដីអីចឹងទៅមូលហេតុដែលខ្ញុំយក spray ច្រវាក់ទៅបាញ់ទៅលើបូមហ្នឹងដោយសារតែបូមរបស់ខ្ញុំហ្នឹងតាំងពីខ្ញុំទិញមកគឺខ្ញុំមកដែរបានសម្អាតអត់ដែរបានយកចិត្តទុកដាក់ក្នុងការថែទេដោយសារតែខ្ញុំលបសូម្បីតាវីដេអូដែលខ្ញុំចេញនេះក៏ខ្ញុំចេះតែឆ្លៀតចេញវីដេអូឲ្យពុកម៉ែបងប្អូនតេតនចងល់ពីបូមហ្នឹងអញ្ចឹងប្រភេទបូមឌុកនិងប្រភេទបូមម៉ូតូផ្សេងទៀតកម្លាំង150ដូចជាប្រភេទ Winner Exciter ឬក៏បូម MX King Slash គឺគេនិយាយប្រភេទបូមហ្នឹងគឺវាដូចតាឌុកដែរទេគឺវាជាប្រភេទបូមគេហៅថា upside down បូម upside down ហ្នឹងមានន័យថាពេលដែលអាលាក់បូមហ្នឹងវាអាលាក់ពីក្រោមឡើងមកលើវិញវាខុសពីអាសង់ឬក៏ខុសពីម៉ូតូ Scoopy អីផ្សេងណែម៉ូតូអាសង់ឬក៏ Scoopy ផ្សេងហ្នឹងគឺបូមវាគឺអាលាក់ពីលើចុះក្រោមប៉ុន្តែបូមពួកអានេះគឺវាអាលាក់ធ្វើការអាលាក់ពីក្រោមឡើងទៅលើវិញគេហៅថាប្រភេទបូម upside down អញ្ចឹងប្រភេទបូម upside down ហ្នឹងគឺយើងត្រូវធ្វើការថែទាំវាយកចិត្តទុកដាក់ដែរចំពោះបូមប្រភេទ upside down ហ្នឹងណាឲ្យតែវាជាប្រភេទបូមទាំងអស់ហ្នឹងគឺយើងត្រូវធ្វើការថែទាំវាបើសិនណាយើងមិនសូវយកចិត្តទុកដាក់ទៅលើវាបើសិនណាជាខូចយើងធ្វើការជួសជុលវាចន្លោះពី$15ទៅ$30តើតើនឹងការខូចប្រភេទទម្ងន់ស្រាលដោយថាបែកហ្វឺតអីធម្មតាតែបើសិនណាជាដល់ថ្នាក់អាលាកបូមអីអាហ្នឹងយើងត្រូវធ្វើការជួសជុលវាអស់ច្រើនបងប្អូនប្រភេទបូម upside down ណាបើសិនណាជាពុកម៉ែបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើវាហើយចំណុចមូលហេតុដែលខ្ញុំបាញ់ spray ទៅលើបូមហ្នឹងគឺខ្ញុំចង់ឲ្យបូមហ្នឹងមានសំណើមដោយសារតែខ្ញុំហ្នឹងបានលាងសម្អាតដីអីហើយដីក៏វារៀងច្រើនខ្ញុំលាងសម្អាតដីហើយខ្ញុំធ្វើការចុះ spray បាញ់ច្រវាក់យ៉ាងហ្នឹងទៅបាញ់ទៅលើបូមឲ្យវាមានភាពរអិលជាងមុនហើយបញ្ជាក់ថា spray ដែលយើងយកទៅបាញ់ទៅលើបូមហ្នឹងបានតែពេលដូចថាយើងទុកម៉ូតូដូចថាឈប់ជិះវាឬក៏យើងលាងវាស្អាតហ្នឹងមិនមែនដូចថាយើងជាបាញ់ទេបើសិនណាជាដីជាប់នឹងអាបូមនឹងច្រើនបើយើងបាញ់ទៅអាតលីដីទាំងអស់ហ្នឹងវាហៅថាកកស្ទះនៅកន្លែងបូមហ្នឹងហើយអញ្ចឹងពេលដែលយើងលាងសម្អាតវាយើងត្រូវការបាញ់ជាមួយនឹង spray ទៅទាំងបូមមុខនិងបូមក្រោយទៅដោយសារតែប្រភេទបូមពូឌុកហ្នឹងគឺវាថ្លៃមែនទែនថ្លៃប៉ុន្តែខ្ញុំមិនដឹងថាពីចន្លោះមកទេគ្រាន់លើគេនិយាយថាថ្លៃហើយខ្ញុំក៏បានសួរតម្លៃនៅខាងជាងដែរគ្រាន់ដឹងថាវាថ្លៃអញ្ចឹងណាហើយនេះគឺជាម៉ាឡុកម៉ាស៊ីនរបស់ខ្ញុំដោយសារតែវាភ្លៀងជាប់គ្នាពេកអញ្ចឹងខ្ញុំមកបានធ្វើការចេញវីដេអូអញ្ចឹងណាដោយសារតែរហូតចេញម៉ូតូវាប្រឡាក់ហើយតកតងនឹងចំណុចមួយទៀតគឺខ្ញុំចង់និយាយតកតងនឹងប្រភេទកុងទ័ររបស់វាក៏សំខាន់ដែរកុងទ័ររបស់វាកុងទ័ររបស់ KTM ហ្នឹងអ្នកជិះភាគច្រើនចាប់ពីលបាកធំ016ចុះគឺជួបហានិភ័យតកតងនឹងទឹកចូលកុងទ័រគ្រឿងបន្លាស់របស់ KTM មួយបើតាមខ្ញុំស្រាវជ្រាវដឹងគឺការប្រើប្រាស់វាចន្លោះពី
5 ឆ្នាំទៅ 6 ឆ្នាំតេតងការថែអញ្ចឹងបើយើងថែវាអត់បានដល់ទេគឺវាងាយនឹងខូចហើយវាមិនមែនចេះតែខូចដូចតែពាក្យគេនិយាយទេគឺវាមានអាយុកាលរបស់វាដែលវាត្រូវខូចអញ្ចឹងណាអញ្ចឹងវីដេអូក្រោយខ្ញុំនឹងនិយាយអំពីតេតងនឹងបញ្ហាតេតងនឹងតាប់ឡូរបស់កុងទ័រ KTM Duke ហើយខ្ញុំនិយាយសរុបជាចុងក្រោយតេតងនឹងបូមរបស់ KTM ឬក៏បូមរបស់ M/Slash MX King Winner អ្វីដែលខ្ញុំធ្លាប់ជួបអ្វីដែលខ្ញុំធ្លាប់ដឹងហើយខ្ញុំក៏មិនមែនដូចថាអ្នកឯកទេសខាងម៉ូតូដែរគ្រាន់តែអ្វីដែលខ្ញុំធ្លាប់ដឹងអ្វីដែលខ្ញុំធ្លាប់សិក្សាស្វែងយល់ខ្ញុំនឹងចែកម្លែកបងប្អូននៅក្នុងវីដេអូមួយនេះឲ្យបានដឹងអំពីតេតងនឹងបូមអញ្ចឹងបើយើងជិះស្ថានភាពផ្លូវពិបាកខ្លាំងឬក៏យើងអាសាប្រើបូមជាញឹកញាប់ឡើងចុះខេត្តអីចឹងណាអញ្ចឹងខ្ញុំរីកមិនឲ្យបងប្អូនទាំងអស់គ្នាធ្វើការសម្អាតយកទៅដាក់ជាមួយនឹងបូមកុំឲ្យវាមានដីចូលច្រើនហើយមួយវិញទៀតយើងត្រូវធ្វើការសម្អាតបូមនឹងឲ្យបានល្អពេលដែលយើងដូចថាទុកម៉ូតូលែងសូវជិះយើងត្រូវការសម្អាតវាទៅហើយយើងធ្វើការបាញ់ប្រេងតែទៅនឹងប្រេងអីក៏បានដែរឲ្យតែវាជាប្រភេទប្រេងដែលថាមានរំអិលអញ្ចឹងពេលប្រេងដែលមានរំអិលហ្នឹងយើងត្រូវមើលដែរថាប្រេងហ្នឹងវាថ្លាល្អឬក៏វាមានរំអិលល្អអត់អញ្ចឹងយើងត្រូវការបាញ់ទៅលើបូមហ្នឹងទៅដើម្បីឲ្យវាហ្នឹងមានសំណើមឲ្យវាមានសំណឹកកុំឲ្យបូមហ្នឹងវាស្ងួតអញ្ចឹងណាអញ្ចឹងកាលណាដែលបូមឆាប់ស្ងួតពេលដែលយើងជិះនៅក្នុងផ្លូវដែលមានឧបសគ្គខ្លាំងអញ្ចឹងវាធ្វើឲ្យបូមហ្នឹងធ្វើការខ្លាំងអញ្ចឹងបើសិនណាជាបូមហ្នឹងធ្វើការខ្លាំងធ្វើឲ្យម៉ូតូយើងហ្នឹងរត់ក៏វាត្រូវការភាពអាលាស់ខ្លាំងដែរតើតើនឹងប្រភេទបូម upside down ណាអញ្ចឹងវិធីរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេគឺយើងសម្អាតវាបានស្អាតទៅហើយយើងបាញ់ជាមួយនឹងប្រភេទ spray ក៏បានហើយប្រភេទមួយទៀតបើសិនណាជាអានេះខ្ញុំនិយាយតើតើនៅ KTM ណាអញ្ចឹងប្រភេទដែលយើងដូចជាថាផ្លូវអាលាក់ខ្លាំងហើយហុយខ្លាំងតើតើនឹងស្ថានភាពផ្លូវពិបាកអញ្ចឹងយើងត្រូវធ្វើការជីវាថ្នមកុំជីវាខ្លាំងយើងជីវាថ្នមទៅហើយយើងធ្វើការដូចថាបើសិនណាជាអាចបើផ្លូវនឹងវាពិបាកខ្លាំងពេកយើងត្រូវធ្វើការឈប់វាក៏បានដែរឈប់វាសិនទៅណាមួយដើម្បីឲ្យវាត្រជាក់បើសិនផងតែបើសិនណាជាបងប្អូនទាំងអស់គ្នាដូចថាបញ្ញាប់អាហ្នឹងក៏យើងជីទៅគ្រាន់តែយើងជីវាយ៉ាងថ្នមអញ្ចឹងណាដោយសារតែវានឹងឆាប់មានបញ្ហាអាលេបូមបើសិនណាជាយើងក៏បានថៃវាបានដល់អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនណាជាខ្ញុំនិយាយទៅមានការលើសលួសខ្វះខាតដោយប្រការណាមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអភ័យទោសផងហើយបើសិនណាជាមានអ្វីផ្សេងទៀតដូចថាជួយកែលម្អជួយកែតម្រូវសូមពុកម៉ែបងប្អូនទាំងអស់គ្នា comment នៅក្នុងវីដេអូខាងក្រោមទៀតហើយវីដេអូបន្ទាប់ខ្ញុំនឹងនិយាយតទៅនឹងកុងទ័ររបស់ KTM បាទហើយជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលយកពេលវេលាដែលមានតម្លៃមកស្ដាប់នឹងការអធិប្បាយរបស់ខ្ញុំអរគុណជម្រាបលា